để bàn chlong nơi không câyประชุม ใน ថ្ងៃ នេះ រួម មាន 1 សេចក្តីព្រៀងកម្មវិធីវិនិយោគសាធារណៈ 3 ឆ្នាំរំកិល ឆ្នាំ 2015-2017 2 សេចក្តីព្រៀងអនុក្រឹត្យស្តីអំពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសម្រាប់វិធានការមិនមែនពន្ធ 3 សេចក្តីព្រៀងអនុក្រឹត្យស្តីអំពីការរៀបចំនិងការប្រព្រឹត្តទៅនៃនិហិត្តដ្ឋានជាតិព័ត៌មានពាក់ព័ន្ធទៅនឹងពាណិជ្ជកម្ម ទី 4 សេចក្តីព្រៀងអនុក្រឹត្យស្តីអំពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការសម្របសម្រួលនាវាមេគង្គកម្ពុជា ទូរទស្សនិកជន គណៈកម្មការជំនាញទី 7 នៃរដ្ឋសភាដែលមានប្រធានមកពីគណៈបក្សសង្គ្រោះជាតិក្រុងនឹងកោះហៅរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាឯកឧត្តមហងជួននរណឲ្យចូលទៅបំភ្លឺនៅក្នុងរដ្ឋសភាពីការចោទពាក់ព័ន្ធទៅនឹងដែលជាប់ពាក់ព័ន្ធទៅនឹងប្រព័ន្ធកំណែទម្រង់អប់រំនៅកម្ពុជាប្រធានគណៈកម្មការអប់រំយុវជនកីឡាធម្មការសាសនាវប្បធម៌និងទេសចររបស់រដ្ឋសភាឯកឧត្តមយ៉ែមពញ្ញរិទ្ធត្រូវគេស្រង់សម្ដីនៅក្នុងកាសែតនៅក្នុងស្រុកនៅថ្ងៃទី 5 កញ្ញានេះថាគេក្រុងនឹងចោទសួរឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំនៅការរៀបចំប្រឡងជាលើកទី 2 ជាមួយនឹងការចោទថាគឺជាការរៀបចំយ៉ាងតក់ក្រហល់ដោយមិនបានប្រកាសជាមុនដល់សិស្សានុសិស្សនោះការកោះហៅឲ្យចូលបំភ្លឺនៅក្នុងសភាត្រូវគេនិយាយថាក្រុងនឹងធ្វើឡើងនៅថ្ងៃទី 17 កញ្ញាខាងមុខនេះ គួរកត់សម្គាល់ថានៅក្នុងការប្រឡងបាក់ឌុបឆ្នាំ 2014 នេះសិស្សដែលបានប្រឡងជាប់ត្រូវគេឃើញថាបានធ្លាក់ប្រមាណជាជាង 74% ដែលករណីនោះត្រូវគេសង្ស័យថាគឺជាមូលហេតុមួយដែលជាប់ពាក់ព័ន្ធទៅនឹងសេចក្តីអំពាវនាវរបស់មេដឹកនាំគណៈបក្សសង្គ្រោះជាតិដែលបានប្រាប់គ្រូបង្រៀនមិនឲ្យឈប់បង្រៀននិងបានប្រាប់សិស្សឲ្យឈប់ទៅរៀនហើយបាននាំគ្នាគិតតែពីចូលរួមធ្វើបាតកម្មដើម្បីឲ្យគណៈបក្សសង្គ្រោះជាតិបានសម្រេចនៅមហិច្ឆតានយោបាយកាន់អំណាចកាលពីពេលថ្មីៗកន្លងទៅនេះលោកអ្នកនាងជាទីមេត្រីក្រសួងមហាផ្ទៃនិងអគ្គស្នងការដ្ឋាននគរបាលជាតិបានជំរុញឲ្យអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចក្រមបង្គាប់មិនត្រូវបង្អែបង្អង់នៅពេលដែលបង្អែបង្អង់បន្ទាប់អំពីបានទទួលសេចក្តីរាយការណ៍អំពីប្រជាពលរដ្ឋដែលពាក់ព័ន្ធទៅនឹងហេតុការណ៍នៅមូលដ្ឋានដើម្បីអនុវត្តគោលនយោបាយភូមិឃុំសុវត្ថិភាពឲ្យទទួលបានជោគជ័យការជំរុញនោះក៏បានធ្វើឡើងនៅក្នុងសិក្ខាសាលាមួយនៅថ្ងៃទី 5 កញ្ញានេះដែលមានការចូលរួមជាអធិបតីពីសំណាក់រដ្ឋលេខាធិការក្រសួងមហាផ្ទៃឯកឧត្តមអែមសំអានលោកសន្ទរតដំរាយការណ៍មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានជំរុញឲ្យមន្ត្រីនគរបាលដែលទទួលព័ត៌មានពីប្រជាពលរដ្ឋជួបបញ្ហាត្រូវប្រញាប់ឆាប់ចុះទៅដោះស្រាយដែលសកម្មភាពដោះស្រាយភ្លាមៗនោះហើយគឺបានចូលរួមការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឈានទៅរកជោគជ័យប្រសាសន៍ជំរុញរបស់រដ្ឋលេខាធិការក្រសួងមហាផ្ទៃឯកឧត្តមនាយឧត្តមសេនីយ៍អែមសំអានបានធ្វើឡើងនៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអំពីគោលការណ៍វាយតម្លៃចំណាត់ថ្នាក់ប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅព្រឹកថ្ងៃទី 5 កញ្ញានេះនៅអគ្គស្នងការដ្ឋាននគរបាលជាតិក្នុងឱកាសនោះឯកឧត្តមបានជំរុញឲ្យមន្ត្រីទាំងអស់ជាពិសេសគឺមន្ត្រីនគរបាលត្រូវទទួលព័ត៌មានពីប្រជាពលរដ្ឋហើយត្រូវឆាប់ចុះទៅដោះស្រាយដើម្បីទទួលបានការទុកចិត្តពីប្រជាពលរដ្ឋដើម្បីធានាបានភូមិឃុំសុវត្ថិភាពយើងក៏តែបើកទស្សនៈទូលាយទស្សនៈទូលំទូលាយនៅក្នុងការប្រស្រ័យទាក់ទងនឹងគៀងគរកម្លាំងគ្រប់ទាំងអស់នៅមូលដ្ឋានយើងទៅតាមលទ្ធភាពដែលយើងធ្វើបានតាំងពីលោកសង្ឃចាស់ទុំបើមានជួនបរទេសបើមានអង្គការរដ្ឋាភិបាលអង្គការនេះណាដែលនៅក្នុងមូលដ្ឋានរបស់យើងនឹងត្រូវជាសមាជិកទាំងដឹងខ្លួនទាំងមិនដឹងខ្លួនក្នុងភូមិឃុំមានសុវត្ថិភាពអ្នកឯងត្រូវចូលរួមគេហៅថាយ៉ាងហោចណាស់ក៏ផ្ដល់ព័ត៌មានទាន់ពេលវេលាឧទាហរណ៍ថាមិនអ្នកដឹកនាំសិទ្ធិដឹងទាំងអស់ទេប៉ុន្តែត្រូវផ្ដល់ព័ត៌មានឲ្យទាន់ពេលវេលាពេលទទួលព័ត៌មានបានហើយត្រូវតែរុះរាន់ដើម្បីចុះទៅមើលកន្លែងកើតហេតុនោះអានឹងគឺអស់ឆាប់ហ៎តែបើថាទទួលព័ត៌មានហើយគ្រាន់តែទទួលហើយមិនដោះស្រាយគឺពិបាកខ្ញុំគ្មានលក្ខបាំងអីជាមួយនឹងអេរិយាប័ត្ររបស់នគរបាលយើងធ្វើការងារទេខ្ញុំមិននិយាយរដ្ឋអំណាចខ្ញុំនិយាយអេរិយាប័ត្រខ្លះ
mình pro cái đấy khác là bọn nó có bao nhiêu với cả nghề cùi nó hàng cà phê tại dây tê ô cháu mà nè mà nó hóa bội nè chắp bát bán này chỉ cần thả bách chưa thao rất lòng lời toàn là lời chương chưa được ngỏ lại chứ dương bên tê ô đây trăm mươi nó cũng vậy nó rằng á dương khơi location nào nên nên sao cà phê nó nè vì ở thưa sự cảm ơnตัวบ้านพอดเมียนให้มันthưa sự cảm ơnตอนไปเวลีอัดไปยาวจะได้แผลมาถ้าอัดไปยาวจะได้เลยอัดไปยาวจะได้จำเตการกรุบกรองสภาพการเลือกวิสัยสอนสต็อกนกโกบ้านในตรงนี้นกโกบ้านเชื่อกำลังสโนว์ลึกเบี้ยกำลังประดับอาวุธดอกตีเตี้ยแต่เนื่องจากพัดทั่วเชี่ยกำลังอันตรกุมจังเต้เนี่ยโอนนกโกบ้าโอนจิตนกโกบ้าคือเตาต้องจะดักติดดำไปคลายคลุนเตยเชื่อเสนาธิการเตยเชื่อกับลังเอ๊ะจะบอกว่าหายาทอดหนักพร้อมเชียนบ่มันจำเต้คือท่าหนึ่งเมียนการหลักบาส้มจะเรียบทากับบักสคาสลานุเตยเกณิยทาทั่วล้างขนมกู้บ่มนองบังการการโยดังดอนเนี่ยโจรวมอมปีเพียบเขาขณีในการวิดำไลจำนัดธนะประลองประนางโกนโยบายภูมิคงมีนสวัสดิภีบอาแคสนองการโกบาจิตไอจะดอมนี้ดอมสนัยเนสเวิร์นบันทลายขนมพิธีบัตสคาสลาเนรเซียทั้งไงที่ปรามกัญญาณิธาตัวเนตีระบอกกำลังโกบาจิตคือเตยขัดคำตบสกัดก็มาเมียนบอสเมื่อการล้างให้บะเมียนบอสเมื่อการล้างหายเตยขัดคำบังกราใบบานจิมวยคเนียนูได้ไอจะดอมอาแคสนองการโกบาจิตบานอมพิวนิวไอเมียนการโจร่วมปีกรุบในเติบไอเดซาพุ่มคมมีนสวัสดิภีบบานต่างไปตรงเรื่องบ้านวัดทางสังสมหลักงอมคือที่เตยอันอย่างตัวไหนได้โดยจีบกับนางตาวดนึ่งกับนางตะอ๊อกแต่โดยทำมูลการสังคมรวมเครียดต่างไปตำนานการในการเงินการปีปฏิการแต่ทุ่มปฏิการแต่มิ้นปฏิการแต่มิ้นจีนไตรองโดยช้ำยังเคยการโจรปองจีบรอดสกัดนะที่โจรุ่งจุ่มอย่างโถโจรุ่งมูสมาเป็นเติมบางยืนการปีนในสองจุดประมาณmà bây giờ viên chú ở kia được taoนี่chỉ là một số mặt hai nhị hai đấy quan là riêng trong từ cả riêng trong trong bên mây họ đi cà vay cũng lấy trong đặt nát họ đi lẽ khăn này cà vay cũng lấy và lo sông tu và sao cô dùng bài bằng toán thì sang thì còn đọc máu tôi cho nói tôi dùng mà đấy và tôi chia cả sang cả thằng của bà chiết mình bàn luôn trong này đang sẽ cắm thì xí chép chuyên án kết cung vì cả còn cô dùng bài đi còn tại tôi nói là kết bàn là phim quốc tế tạm một chắc thì nuôi sàn cá vào nuôi cả lớn thì phí lần có được các bạn lấy như bằng khai đây biết bạn đây thằng dừng theo bằng khai vì cả sọc sai cùng của bài dừng theo bằng khai vì cả từ vì cả xã việt nam dừng bằng khai từ to bằng hàng cả khó sang chỉ cả kỳ bây giờ พุ่มคมมีนสวัสดิภีบเตยเกณิยทาเตยมีนและคณะประบุญอย่างคือมวยขมิ้นสกรรมภีบลวยเฉาะพลอนกรุบประเภทปีขมิ้นการดำดอกการผลิตผลการจอจ้าการชวนโดการใจใจนองปราบรักเรื่องยิงขฉบับใบขมิ้นอำเภอการชวนโดสตรีนองกุมาหนึ่งอำเภอขังซากนองครัวซาบุญขมิ้นขมิ้นตุ่มเนื้อปรามขมิ้นการเลี้ยงระบายสีซองขฉบับกรุบประเภทการปราบอาวุธขฉบับหนึ่งบอลละเมอกรุบประเภทประมวยขมิ้นครัวธนาจราจรปรำปีขมิ้นครัวธนาโดยกรอบยุทธพรมันตัวประตูปรำใบมีนวิธีในการตุบสกัดกรุบกรองหนึ่งชลายตอบจำพวกกลุ่มฮอนไตรประกอบโดยประสิทธิภาพหนึ่งปรำบุญขมิ้นการตรวจยินดขฉบับสุนทรตรดำอับสราเนตทุตเตสจนจะตีมาไตรรถยนต์คอนเทนเนอร์มือเครื่องบานทะเลเพลย์เจริญมวยเกลียดได้ขมพงแต่บากบ่อเหตุการณ์นู้คือบานการล้างในวิลเลียมองดับปรึกทั้งไงที่ปรามกันยานี้ในจังหวัดกิโลเมตรเลยสายสับปรำปีหนึ่งสายสับปรำใบในขนมภูมิสำรองขายคุมสำรองทุ่มสกินสวายขัดกันดาลสมัติกันนกบาบานในดังท้ารถยนต์คอนเทนเนอร์มือเครื่องนู้คือเปียสระเลยพนมเป้ง3D ดับ5สับปรำบุญตระกิริกาท้าเธอดำน้ำขนมตื้อดาวปีพนมเป้งแต่เนี่ยเรื่องปันตายเป็นแต่ดาวจำนวนการหายกับบ้านโจรจงโคตรแหละปีจิงจำเพลย์ปันตายมันบรรดาลอยมีนมนุษย์รองครูธนานุเตสมัติกันนกบาบานรกเคยมูลหะท้ามูลหะคือได้ทรายแต่เนี่ยบากบอนุ่งงวยเด็กโลกในนิ่งจิติเมตรัยสถานภาพลุยเละข้อฉบับในจำนวนเชิกระยุงในเพียดอในปฏิกรรมวิจิตรตระกิริกาท่าในแต่บรรทอการมีน
បើទោះបីជាមានការបង្ក្រាបជាបន្តបន្ទាប់នោះក៏ដោយក្តីក្នុងមួយថ្ងៃគេជឿថាប្រជាពលរដ្ឋខ្មែរជាច្រើនសិបនាក់បានឡើងទៅលើភ្នំនិងលួចលាក់ដើម្បីឆ្លងដែនចូលទៅកាប់ឈើក្រញូងនៅគ្រាដែលមេឈ្មួញនានាបានរងចាំទិញឈើទាំងនោះនៅក្នុងស្រុកជាំខ្សានខេត្តព្រះវិហារសូមស្ដាប់សេចក្តីរាយការណ៍អំពីស្ថានភាពទាំងឡាយនោះដែលបន្តកើតមាននៅព្រំដែនខេត្តព្រះវិហារ ពលរដ្ឋខ្មែររាប់សិបនាក់សម្រុកឡើងភ្នំចូលទឹកដីថៃកាប់ឈើក្រញូងប្រជាពលរដ្ឋខ្មែររាប់សិបនាក់ត្រូវគេរាយការណ៍ថាបាននាំគ្នាយ៉ាងពពាក់ពពូនក្នុងដៃប្រដាប់ដោយកាំបិតពូថៅនិងរណាផងនោះបានសម្រុកឡើងភ្នំដងរែកចូលទៅក្នុងទឹកដីថៃដោយខុសច្បាប់ដើម្បីស្វែងរកកាប់ឈើក្រញូងសេចក្តីរាយការណ៍បានឲ្យដឹងថាអស់រយៈពេលជាច្រើនខែមកហើយក្នុងឆ្នាំនេះចំនួនឈើក្រញូងបានរងនឹងការបង្ក្រាបយ៉ាងខ្លាំងពីសំណាក់អាជ្ញាធរខេត្តតែចាប់តាំងពីដើមខែសីហា 2014 រហូតមកដល់ពេលនេះចំនួនឈើក្រញូងនោះបានចាប់កម្រើកឡើងវិញយ៉ាងខ្លាំងហើយប្រជាពលរដ្ឋមកពីគ្រប់ទិសទីក្នុងប្រទេសបាននាំគ្នាលួចឆ្លងដែនចូលទៅរកកាប់ឈើក្រញូងយកមកលក់ឲ្យមេឈ្មួញធំបោះលុយឈរចាំទិញនៅក្នុងដែនដីរដ្ឋបាលស្រុកចំខ្សានខេត្តព្រះវិហារប្រទេសកម្ពុជាសេចក្តីរាយការណ៍ដដែលបានឲ្យដឹងទៀតថាប្រជាពលរដ្ឋដែលលួចចូលទៅកាប់ឈើក្រញូងនិងអ្នកខ្លះចូលទៅស៊ីឈ្នួលលីឈើក្រញូងឲ្យគេនោះក្នុងមួយថ្ងៃមានមិនក្រោមពី60នាក់នោះឡើយហើយប្រជាពលរដ្ឋទាំងនោះភាគច្រើនមកពីខេត្តកំពតនិងខេត្តកំពង់ស្ពឺបូករួមអ្នកខេត្តព្រះវិហារផងដែរការលួចឡើងភ្នំកាប់ឈើនោះត្រូវគេរាយការណ៍ថាប្រជាពលរដ្ឋបានឡើងតាមច្រកដំណាក់ផ្ដៀកស្ថិតក្នុងភូមិឈើទាលកងឃុំចំខ្សានស្រុកចំខ្សានខេត្តព្រះវិហារជារៀងរាល់ថ្ងៃហើយក្រុមអ្នកឡើងភ្នំនោះត្រូវគេដកស្រង់សម្ដីថាមានមួយចំនួនចូលទៅកាប់ឈើយកមកលក់ដោយខ្លួនឯងនិងមួយចំនួនទៀតចូលទៅស៊ីឈ្នួលលីនិងទម្លាក់ឈើពីលើភ្នំចុះមកក្រោមឲ្យគេគ្រាន់បានកម្រៃដោះស្រាយជីវភាពហើយនៅរាល់ពេលឡើងភ្នំម្ដងពួកគេបានបង់លុយទៅឲ្យសមត្ថកិច្ចនៅទីនោះមិនដែលខានឡើយក្រុមឈ្មួញត្រូវគេរាយការណ៍ថាបានធ្វើការដឹកជញ្ជូនឈើក្រញូងទាំងនោះចេញពីច្រកដំណាក់ផ្ដៀកតាមភូមិឈើទាលកងគ្មានថ្ងៃលួសនោះទេហើយមេឈ្មួញបានប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមគ្រប់រូបភាពដែលអាចធ្វើទៅបានដូចជាតាមរយៈប្រើប្រជាពលរដ្ឋឲ្យដឹកតាមម៉ូតូនិងរថយន្តតូចធំគ្រប់ប្រភេទដើម្បីយកមកលក់ឲ្យក្រុមខ្លួនធ្វើការដឹកជញ្ជូនតាមរថយន្តស៊េរីទំនើបចាកចេញពីស្រុកចំសានខេត្តព្រះវិហារបន្តឆ្ពោះទៅកាន់ខេត្តកំពង់ធំនិងកំពង់ចាមសេចក្តីរាយការណ៍បានឲ្យដឹងទៀតថានៅមុនពេលក្រុមឈ្មួញទាំងនោះបើករថយន្តដឹកឈើចាកចេញពីក្នុងដែនដីរដ្ឋបាលខេត្តព្រះវិហារគេឃើញសមត្ថកិច្ចជាច្រើនក្រុមដែលមានតួនាទីបង្ក្រាបបទល្មើសបានដាក់រថយន្តស្ទើរគ្រប់កន្លែងចាប់តាំងពីផ្លូវចេញពីភូមិឈើទាលកងមកដល់ផ្លូវបំបែកស្រុកចំខ្សាននិងនៅលើផ្លូវជាតិលេខ62តែការដាក់រថយន្តនោះបានរងការចោទថាមិនមែនដើម្បីបង្ក្រាបបទល្មើសនោះទេគឺដាក់រថយន្តដើម្បីទារប្រាក់ពីការដឹកបទល្មើសឈើក្រញូងនោះទៅវិញចំណែកសមត្ថកិច្ចមួយចំនួនដែលមានស្នាក់ការនៅតាមដងផ្លូវក៏ត្រូវគេរាយការណ៍ថាបានបើករថយន្តខ្លួនប្រដេញរថយន្តដឹកបទល្មើសនៅពេលណាពួកឈ្មួញមិនចូលបង់លុយឲ្យខ្លួននោះអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារឯកឧត្តមអ៊ុំរ៉ានៅថ្ងៃ5កញ្ញានេះមិនអាចតាក់ទងសុំការបំភ្លឺជុំវិញសេចក្តីរាយការណ៍នោះបានទេប៉ុន្តែឯកឧត្តមគណៈអភិបាលខេត្តកន្លងមកត្រូវគេរាយការណ៍ថាធ្លាប់បានប្រជុំដាក់វិធានការនិងបានព្រមានថានឹងចាត់ការទៅលើសមត្ថកិច្ចក្នុងអង្គភាពណាដែលប្រព្រឹត្តផ្ទុយពីច្បាប់ពីសារាចរណែនាំរបស់រាជរដ្ឋាភិបាលនិងសេចក្តីណែនាំរបស់គណៈអភិបាលខេត្តព្រះវិហារខ្ញុំឡុងសំបូរអប្សរាណេតរាយការណ៍ពីខេត្តព្រះវិហារលោកនាងជាទីមេត្រីនៅវគ្គក្រោយលោកនាងបានជ្រាបសេចក្តីរាយការណ៍សម្ដេចតេជោនាយករដ្ឋមន្ត្រីផ្ដល់រង្វាន់